ខ្ញុំប្រកាសណាសូមនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីគោរពខ្ញុំប្រកាសណាខ្ញុំបានសូមឱកាសដើម្បីបានអារាធនាព្រះពុទ្ធដីកាមួនលើដោយព្រះអធិកថាដូចតទៅមហាទានទី1តើដូចម្ដេចខ្ញុំបានស្ដាប់មកថាពាក្យនោះព្រះមានពភាកទ្រង់ត្រាស់ហើយព្រះអរហន្តសម្ដែងហើយនៅក្នុងបិដកអធិកថាក្បាលទី72ទំព័រ16ទានកថាមនាលភិក្ខុទាំងឡាយអរិយសាវកក្នុងសាសនានេះជាអ្នកលះបង់បាណាតិបាតវាស្រឡះចាកបាណាតិបាតមនាលភិក្ខុទាំងឡាយអរិយសាវកវាស្រឡះចាកបាណាតិបាតហើយឈ្មោះថាឲ្យអភ័យឲ្យនៅការមិនមានពៀឲ្យនៅសេចក្តីមិនព្យាបាទដល់សត្វទាំងឡាយមានប្រមាណមិនបានលុះឲ្យអភ័យឲ្យនៅការមិនមានពៀឲ្យនៅសេចក្តីមិនព្យាបាទដល់សត្វទាំងឡាយមានប្រមាណមិនបានហើយប្រមែងជាអ្នកមានចំណែកដោយសេចក្តីមិនមានភ័យមិនមានពៀមិនមានព្យាបាទមានប្រមាណមិនបានមនាលភិក្ខុទាំងឡាយនេះជាទានទី1ជាមហាទានដែលបណ្ឌិតដឹងថាជាទានដ៏ប្រសើរដឹងថាមានមកអស់កាលយូរហើយដឹងថាជាវងរបស់សប្បុរសជារបស់បុរសក្នុងកាលមុនដែលបណ្ឌិតមិនដែលលះបង់មិនធ្លាប់លះបង់រមែងមិនលះចោលនិងមិនលះចោលដែលសមណព្រាហ្មណ៍ជាអ្នកប្រាជ្ញមិនបោះបង់ចោលឡើយចំណាំការវាស្រឡះចាកការសម្លាប់ជីវិតសត្វជាមហាទានព្រោះហេតុអ្វីគប្បីឆ្លើយថាព្រោះឲ្យអភ័យឲ្យនៅការមិនមានពៀឲ្យនៅសេចក្តីមិនព្យាបាទដល់សត្វទាំងឡាយមានប្រមាណមិនបានសូមអនុមោទនា